បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនឹងមកអានព័ត៌មានដែលអាយដាមខៀវកញ្ញរិទ្ធលោកបានសរសេរផុសនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកបណ្ដាញសង្គម Facebook បាទនិយាយអំពីរឿងនេះគឺសំខាន់ដែរគឺល្បីដែរដោយសារព្រះវិហារមួយដែលមានវ័យចំណាស់នៅប្រទេសចិនដែលមានអាយុកាល1500ឆ្នាំទៅហើយនឹងត្រូវបានឆាបឆេះបាទគួបផ្សំបាទចៃដន្យនឹងការធ្វើដំណើរផ្លូវរដ្ឋបាទរបស់ព្រះចៅរាមាទី10របស់ប្រទេសថៃបាទធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយនឹងអគ្គមហេសីរបស់ព្រះអង្គបាទព្រះចៅក្រុងសៀមរាមាទី10និងអគ្គមហេសីនឹងបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនឹងហើយក៏គប់ជួនអីព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលប្រមាណ1500ឆ្នាំបាទដែលបន្សល់ទុកតាំងពីសម័យរាជវង្សណានចាវបាទត្រូវបានឆាបឆេះខូចស្ទើរតែទាំងស្រុងទៅហើយបងប្អូនណារឿងនេះពិតជាល្បីលើបណ្ដាញសង្គមបាទអញ្ចឹងខ្ញុំសូមអានបាទនៅសំណេរដែលអាដាមខៀវកញ្ញរិទ្ធលោកបានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់លោកបាទថ្មីត្បិតតែវាជារឿងចៃដន្យប៉ុន្តែក៏វាមានរឿងគួរឲ្យចាប់អារម្មណ៍ក្នុងការយកមកសរសេរចែករំលែកជូនបងប្អូនប្រិយមិត្តបានដឹងនិងកំសាន្តម្សិលមិញត្រឹមតែ1ម៉ោងប៉ុណ្ណោះក្រោយពីព្រះចៅក្រុងសៀមរាមាទី10និងមហេសីឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋស្រាប់តែវិហារដ៏ចំណាស់អាយុប្រមាណ1500ឆ្នាំដែលគេស្គាល់ថាជាអតីតវិហារបន្សល់ទុកពីសម័យរាជវង្សណានចាវឆាបឆេះហាក់ដូចជារងចាំស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចរបស់ស្ដេចសៀមសម្រាប់អ្នករៀនប្រវត្តិសាស្ត្រប្រហែលអាចជាដឹងបានហើយថាពួករាជវង្សណានចាវមានទំនាក់ទំនងអ្វីខ្លះជាមួយនឹងជនជាតិសៀមប៉ុន្តែថ្ងៃនេះខ្ញុំមិននិយាយរឿងសៀមទេតែមកនិយាយរឿងវិហារនេះព្រះវិហារវត្តយ៉ុងឈីងមានទីតាំងស្ថិតនៅភ្នំហ្វេងហួងទីក្រុងចាងជាកាំងខេត្តជាងស៊ូដែលស្ថិតនៅឆ្នេរខាងកើតប្រទេសចិនវត្តនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំគ្រិស្តសករាជ536ក្នុងសម័យរាជវង្សលៀងវត្តយ៉ុងឈីងត្រូវបានគេស្គាល់ថាជាវត្តមួយក្នុងចំណោមវត្តចំនួន480ក្នុងសម័យរាជវង្សណានចាវដែលធ្លាប់មានភាពរុងរឿងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៅភាគខាងត្បូងប្រទេសចិនក្នុងសម័យរាជវង្សមីងនិងឈីងវត្តនេះត្រូវបានជួសជុលចំនួន6ដងអគារដើមរបស់វត្តយ៉ុងឈីងត្រូវបានកំទេចចោលស្ទើរតែទាំងស្រុងនៅឆ្នាំ1958ក្នុងសម័យបដិវត្តន៍វប្បធម៌ចិនហើយព្រះសង្ឃក៏ត្រូវបានបំបែកចេញពីគ្នានៅឆ្នាំ1993វត្តត្រូវបានចាប់ផ្ដើមគម្រោងសាងសង់ឡើងវិញហើយបានបើកជាសាធារណៈនៅឆ្នាំ1999ដោយមានការស្ថាបនាឡើងវិញនៅអគាររចនាបថបុរាណជាច្រើនរួមទាំងសាលាវេនឆាងដែលទើបនឹងឆេះនេះផងដែរនៅឆ្នាំ2007វត្តនេះត្រូវបានចុះបញ្ជីជាអង្គភាពវត្ថុបុរាណវប្បធម៌ដែលត្រូវបានការពារដោយទីក្រុងចាងជាកាំងនៅវេលាម៉ោង 11:24 នាទីព្រឹកថ្ងៃទី12ខែវិច្ឆិកាអគ្គិភ័យបានផ្ដើមឆាបឆេះចេញពីអគារសាលាប្រវត្តិសាស្ត្រមួយឈ្មោះសាលាវេនឆាងនៃវត្តនេះសាលាវេនឆាងដែលបានឆេះរលត់ទៅនេះគឺត្រូវបានគេជឿថាជាកន្លែងដែលអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់របស់ចិនឈ្មោះស៊ីណៃអានធ្លាប់បានលាក់ខ្លួននឹងនិពន្ធផ្នែកខ្លះនៃប្រលោមលោកបុរាណដ៏អស្ចារ្យមួយរបស់ចិនគឺរឿងអ្នកក្លាហាននៅភ្នំលៀងសានដែលកើតឡើងក្នុងកំឡុងចុងសម័យរាជវង្សយាននៅក្នុងអក្សរសិល្ប៍ចិនមានរឿងប្រលោមលោកចំនួន4ដែលគេចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យបំផុតនោះគឺទី1គឺរឿងសាមកុក
ឬក៏នគរទាំង3បាទអញ្ចឹងបងប្អូនទាំងអស់គ្នាធ្លាប់មើលហើយបាទភាគច្រើនគឺអ្នកដែលចូលចិត្តតាមដានរឿងភាគចិនគឺរឿងសាមកុកបាទมันងាយរំលងទេបាទគឺជារឿងដែលមានយុទ្ធសាស្ត្រក្នុងការធ្វើចម្បាំងហើយតួសំខាន់គឺមានលោកឆាវឆាវមានស៊ឺម៉ាអ៊ីបាទមានខុងមីងមានលាវប៉ៃអីជាដើមបាទហើយទី2គឺរឿងដំណើរឆ្ពោះទៅទិសខាងលិចឬທາງជេងទៅចម្លងធររឿងនេះក៏ល្បីដែរបាទគឺរឿងអ៊ូខុងបាទគេហៅរឿងអ៊ូខុងរឿងទី3គឺរឿងអ្នកក្លាហានភ្នំលៀងសានបាទទី4នោះគឺរឿងសុបិនក្នុងវិហារក្រហមបាទអញ្ចឹងរឿងទាំង4នេះគឺជាស្នាដៃអក្សរសិល្ប៍ចិនដែលល្បីល្បាញបាទដែលចាក់បញ្ចាំងសូម្បីតែនៅប្រទេសកម្ពុជាយើងក៏មានអ្នកតាមដានរឿងចិនមិនតិចលានអ្នកដែរក្នុងការមើលរឿងចិនបាទបាទអញ្ចឹងអត្ថបទនេះគឺខ្ញុំដកស្រង់ចេញពីសំណេររបស់ឯកឧត្តមខៀវកញ្ញរិទ្ធបាទដែលលោកបានសរសេរផុសនៅលើទំព័រ Facebook ផ្លូវការរបស់លោកបាទហើយវិហារដ៏ចំណាស់ដែលមានអាយុកាល1500ឆ្នាំរបស់ចិនបាទត្រូវបានឆាបឆេះខ្ទេចស្ទើរតែទាំងស្រុងហើយខ្ញុំក៏មានការសោកស្ដាយដែរព្រោះវាជាសំណង់ប្រវត្តិសាស្ត្របុរាណដែលមិនតិចឆ្នាំទេ1500ឆ្នាំបងប្អូនណាយូរណាស់ហើយបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា